យើងណាចូលចិត្តតែអញ្ចេះម្ចាស់ដើមគេឥឡូវយើងសួរខ្លួនឯងតែប៉ុណ្នេះសួរថាយើងនិយាយខ្មែរត្រូវ100%ឬក៏អត់សរសេរខ្មែរនិយាយខ្មែរត្រូវ100%ឬក៏អត់អញ្ចឹងអឺហើយយើងចេះប្រមាណម៉ឺនពាក្យប្រមាណសែនពាក្យយើងចេះគ្រប់ទាំងអស់អត់យើងអត់ចេះទេយើងចេះតែពាក្យសាមញ្ញប្រហែលជាខ្ទង់3000ពាក្យទេយើងនិយាយបានហើយអញ្ចឹងពីយើងរៀនអង់គ្លេសក៏ដូចគ្នាធ្វើម៉េចអាភាសាអឺអង់គ្លេសរបស់យើងហ្នឹងធ្វើម៉េចឲ្យបាន3000ពាក្យហើយ3000ពាក្យហ្នឹងឲ្យច្បាស់ pronunciation មាត់កាយវិការមាត់កាយវិការអីហ្នឹងជាអ្វីដែលយើងគួរយកចិត្តទុកដាក់យើងកុំទៅយកចិត្តទុកដាក់ឯណា future perfect continuous មាន s ឬក៏អត់ s ហើយបើខ្ញុំនិយាយមួយអាមេរិកកាំងហ្នឹងគាត់ភ្លេច s រហូតហ្នឹងហើយយើងកូនសិស្សយើងទៅដកបន្ទុកកន្លែងហ្នឹងមិនទៅបើម្ចាស់ដើមគេភ្លេចដែរហ្នឹងអញ្ចឹងណាអឺអ្វីដែលយើងខ្វាយខ្វល់យកចិត្តទុកដាក់យើងយកចិត្តទុកដាក់ phonics pronunciation អាហ្នឹងមួយហើយនឹងយកចិត្តទុកដាក់លើពាក្យសាមញ្ញធ្វើម៉េចឲ្យនឹកឃើញដើរគេថាម៉េចឈរគេថាម៉េចដើររត់ឈរអង្គុយចូលក្នុងចេញទៅវិញលាហើយអីហ្នឹងគេនិយាយថាម៉េចឲ្យច្បាស់អាពាក្យហ្នឹងកុំទៅច្បាស់អូគេដំណើរអង់គ្លេសថាម៉េចនិរន្តរភាពអង់គ្លេសថាម៉េចយើងទៅច្បាស់អាលើមេចុះគេអត់ដែរនិយាយប៉ុន្តែដេកដើរឈរអង្គុយយើងអត់ចេះទេកលឹះទ្វារយើងអត់ចេះទេទ្វារយើងអត់ចេះទេផ្ទះយើងអត់ចេះទេដំបូលយើងអត់ចេះទេស្រាប់តែយើងទៅចេះស្អីអាតូមអីនោះអាតូមអីណាអឺ solution អីណាណីបាទអុយរ៉ាញ៉ូមនឹងសម្រាប់អុយរ៉ាញ៉ូមអីយើងដឹងប៉ុន្តែយើងអត់ដឹងគន្លឹះទ្វារអង់គ្លេសថាម៉េចផងអញ្ចឹងវាអត់ទំនាក់ទំនងប៉ុន្តែបើនៅពេលដែលយើងចេះពាក្យធម្មតាហើយចាំយើងទៅរៀនពាក្យពិបាកវាអត់ពិបាកទេដោយសារតែពាក្យពិបាកហ្នឹងយើងអត់ចេះយើងសួរគេប្រកាសជាប្រើពាក្យសាមញ្ញមកបញ្យល់យើងហើយបាទអញ្ចឹងបងប្អូនអឺជ្រើសរើសសាលាសូមមេត្តាបាទសូមមេត្តាប្រយ័ត្នប្រយែងបាទប្រយ័ត្នតែរៀន10ឆ្នាំហើយនិយាយអង់គ្លេសអត់ចេញអានឹងគ្រោះថ្នាក់ធំហើយណាហើយប៉ាម៉ាក់ដែលខ្លួនឯងស្ដាប់ទូអត់បានប៉ាម៉ាក់បងប្អូនទៅរើសសាលាអញ្ចឹងឲ្យកូនដែរបើនេះកូនយើងស្ដាប់អង់គ្លេសអត់បានដែរបើយើងអានហេវហើយទៅរកគ្រូអានហេវហ្នឹងយើងស្ដាប់អត់បានដូចគ្នា